វីដេអូនេះគឺមេរៀនទី2ដែលយើងបន្តពីមេរៀនមុននិយាយអំពីរបៀបកាត់ clip ក៏ដូចជាតាក់ទងនឹងការ timeline ឥឡូវនេះយើងបន្តតាក់ទងជាមួយនឹង aspect ratio ទី1ទី2គឺតាក់ទងនឹង transition ទី3តាក់ទងនឹង sound effect sound បាទអញ្ចឹងយើងតែងតែឃើញហើយនៅក្នុងវីដេអូ TikTok ឬក៏ YouTube គេមានទំហំផ្សេងគ្នាបងប្អូនអ្នកគ្នាមើលកន្លែងនេះគេហៅថា aspect ratio អញ្ចឹង aspect ratio ហ្នឹងគឺវាតាក់ទងនឹងទំហំនៃការងាររបស់យើងឧទាហរណ៍ថានៅពេលដែលយើងចង់កាត់ការងារទៅលើ YouTube វានឹង automatic បាទអាហ្នឹងអាស្រ័យទៅលើទំហំនេះគឺជាដែលយើងថតវីដេអូមកឬក៏វីដេអូដើមមកអញ្ចឹងទំហំរបស់យើងគឺគោលដៅរបស់យើងថតវីដេអូសម្រាប់ដាក់ YouTube អញ្ចឹងយើងត្រូវកាត់ផ្ដេកប៉ុន្តែបើ YouTube ហ្នឹងគឺ short គឺយើងចូល aspect ratio ដែលមាន9:16វិញអញ្ចឹង9:16គឺវាចេញមកទំហំបែបនេះវាក្របឲ្យតូចអញ្ចឹងយើងអាចពង្រីកបានបាទយើងអាចពង្រីកបានតាមរយៈការ scale ឬក៏ទាញឆៅទៅហ្មងក៏បានទីហោខ្ញុំ reset មកវិញអញ្ចឹងយើងអាចទាញឆៅទៅហ្មងបាទទាញឆៅមកគឺតម្លៃ scale វានឹងឡើងទៅតាមនឹងបាទវានឹងឡើងទៅតាមនឹងអូខេនេះគឺឡើងមកយើងអាចទម្លាក់ទៅវិញប៉ុន្តែ make sure យើងត្រូវតែប្រកាសថាវីដេអូដែលយើង export មកវាមានទំហំគ្រប់គ្រាន់បើមិនអញ្ចឹងទេយើងនឹងបែក noise resolution វាណាបាទហើយដើម្បីធ្វើវីដេអូបែបនេះពី16:9បាទទៅ9:16នេះបងប្អូនគួរតែថតវីដេអូក៏ដោយគឺយើងថតនៅក្នុងទំហំ 4K ហេតុអីនៅពេលដែលយើងថតនៅក្នុងទំហំ 4K យើងពង្រីកវាធំបែបហ្នឹងមកគឺវាអត់បែក aspect ratio ទេគឺវាអត់បែក resolution ទេប៉ុន្តែបើសិនជាបងប្អូនដាក់ទំហំមកតូចពេកបាទទំហំមកត្រឹម full HD ក៏វាអត់ទាន់បែកប្រហែលដែរប៉ុន្តែបើយើងដាក់ទំហំត្រឹម720ក៏ដូចជា18អាហ្នឹងវាបែកខ្លាំងបាទវាបែកខ្លាំងអូខេអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងដឹងថាកន្លែងកំណត់នេះគឺជាការកំណត់ aspect ratio កំណត់ទំហំហើយវាមានប្រភេទទំហំផ្សេងគ្នាឧទាហរណ៍បងប្អូនដាក់កន្លែងនេះមកយើងវាមាន preset របស់វាយើងដាក់ none គឺវាអត់មានអីទេប៉ុន្តែបើយើងដាក់ TikTok បាទ TikTok គឺវាចេញមកជា platform TikTok ជាទម្រង់ TikTok ឲ្យយើងឃើញហេតុអីបានយើងត្រូវការដាក់បែបហ្នឹងគឺយើងដាក់នឹងដើម្បីការពារអក្សរណាអក្សរដែលយើងធ្វើគឺយើងត្រូវនៅក្នុងគេហៅថា safe margin នៅក្នុងតំបន់សុវត្ថិភាពរបស់វាបាទតំបន់សុវត្ថិភាពរបស់វានៅក្នុងហ្នឹងកុំឲ្យយើងដាក់ទៅវាហួសទៅចំកន្លែង chat កន្លែង comment កន្លែងបេះដូងកន្លែង favorite កន្លែង share អីវាបាត់សោភ័ណភាពអញ្ចឹងយើងដាក់មកនៅក្នុង safe margin នៅក្នុងតំបន់សុវត្ថិភាពរបស់វាបើយើងធ្វើនៅក្នុងដើម្បី YouTube short គេមានប្រភេទ YouTube short របស់គេអញ្ចឹងនៅពេលដែលយើងដាក់មកវាស្តៀងជាមួយនឹង TikTok ដែរណាវាប្រហែលនឹងដែរយើងដាក់ទៀតបាទយើង Instagram អញ្ចឹង Instagram វាមានទំហំនឹងនេះរបស់វាបាទវាមាន preset របស់វាអញ្ចឹងយើងដាក់បើយើងធ្វើដើម្បី post នៅក្នុងទាំងអស់ platform ហ្នឹងហើយខ្ញុំគិតថា TikTok YouTube និង Instagram ហ្នឹងគឺយើងដាក់សម្រាប់វីដេអូនៅក្នុង Facebook ក៏វាមិនខុសគ្នាដែរណាយើងរក្សាតំបន់សុវត្ថិភាពវាតំណឹងទៅភាគច្រើនយើងគួរតែដាក់អក្សរនៅត្រឹមនេះបាទនៅត្រង់តំបន់កន្លែងនេះបាទនៅត្រង់តំបន់កន្លែងហ្នឹងគឺសមរម្យហើយឬក៏មកក្រោមតិចមកបើស្អីយើងមើលទៅឃើញទៅអាហ្នឹងវាបត់បែនទៅតាម project របស់យើងបាទបត់បែនទៅតាម project របស់យើងអូខេបាទតោះឥឡូវយើងបានប៉ុណ្ណឹងហើយតាក់ទងនឹង aspect ratio ណាបាទចំណុចទី2គឺយើងតាក់ទងទៅជាមួយនឹង transition គឺវាមានតួនាទីអីគេ transition ណា
transition គឺមានតួនាទីលេង style កន្លែងផ្លាស់ប្ដូរប្លង់ឧទាហរណ៍ថាម្សិលមិញយើងដឹងហើយនេះកន្លែងកាត់ flip អញ្ចឹងកន្លែងកាត់នឹងយើងចង់ផ្លាស់ប្ដូរប្លង់វាទៅបែបនេះអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំបដូរណាបាទទៅបែបហ្នឹងឃើញទេបាទអញ្ចឹងនៅពេលដែលទាញមកវាឆក់អញ្ចឹងឬក៏យើងអាចបដូរប្លង់ផ្សេងដោយសារតែខ្ញុំអត់បានថតអីច្រើនទេអញ្ចឹងខ្ញុំមានតែ video animation របស់ខ្ញុំនឹងឯងអញ្ចឹងយើងផ្លាស់ប្ដូរប្លង់គឺទៅតាមប្រភេទ video ដែលយើងចង់ឲ្យវាទៅឧទាហរណ៍ថាខ្ញុំយកអា transition នេះអញ្ចឹងមកនេះមកទាំងអស់ហ្នឹងមកយើងចុចកន្លែងនេះមកគឺ transition យើងផ្លាស់ប្ដូរ style នៅពេលដែលយើងប្ដូរប្លង់មួយទៅប្លង់មួយណាវាជាចំណុចភ្ជាប់ពីប្លង់មួយទៅប្លង់មួយអញ្ចឹងយើងរើសមករើសចុះរើសឡើងឧទាហរណ៍ថាយើងរើសទៅត្រូវចំណុចដែលយើងចង់បានហើយក៏យើងមិនមែនចេះតែដាក់ដែរយើងដាក់តលតែយើងគិតថាអាហ្នឹងវាត្រូវជាមួយនឹងសំឡេងត្រូវជាមួយនឹងប្រភេទវីដេអូរបស់យើងដែរអញ្ចឹងយើងរាវទៅណានៅក្នុងហ្នឹងគេមានកញ្ចប់របស់គេផ្សេងគ្នាបាទកញ្ចប់របស់គេផ្សេងគ្នាហើយយើងឃើញភាគច្រើនគឺឥឡូវហ្នឹងគេពេញនិយមនេះគេពេញនិយមមកกระดาษនេះឃើញទេបាទกระดาษហ្នឹងអញ្ចឹងយើងដាក់កន្លែងហ្នឹងមកដាច់ខាតត្រូវតែនេះត្រូវតែមានវីដេអូ A និងវីដេអូ B នៅជាប់គ្នាណានៅជាប់គ្នាអានេះវីដេអូ A ប្លង់ A ហើយអានេះគឺប្លង់ B ឃើញទេប្លង់ A ប្លង់ B អញ្ចឹងអាហ្នឹងគឺយើងដាក់នៅចំយើង select នៅប្លង់ទាំងពីរហើយយើងដាក់នៅ transition មួយណាដែលយើងគិតថាវាស័ក្តិសមទៅជាមួយនឹងវីដេអូរបស់យើងទៅជាមួយនឹង project របស់យើងឧទាហរណ៍ថានេះទៅអញ្ចឹងខ្ញុំដាក់អូខេអញ្ចឹងនៅពេលដែលយើងដាក់យើង transition ទាំងអស់នេះគឺយើងត្រូវភ្ជាប់ទៅជាមួយនឹង sound effect បាទ sound effect អញ្ចឹង sound effect យើងមើលទៅកន្លែង audio ហ្នឹងយើងមាន sound effect បាទយើងយកអាណាដែលវាត្រូវជាមួយនឹងរបស់យើងអញ្ចឹងយើងស្ដាប់មើលតិចសិនហើយយើងចុច preview sound effect ភាគច្រើនយើងមើលដែរណាយើងមើលអានេះគឺជា plane វាចូលជា plane background វិញហើយអញ្ចឹងយើងចូលមើលកន្លែងនេះគឺជា sound effect អញ្ចឹងយើងមើល TikTok បាទអូខេទាំងអស់នេះគឺជា sound effect ដែលយើងយកទៅដាក់ទៅជាមួយនឹង transition បាទលន់លឺខ្លាំងមែនតើអញ្ចឹងដល់ពេលយើង take time រកមើលតិចទៅណាអូខេអញ្ចឹងភាគច្រើនយើងលឺសំឡេងនេះសំឡេងពីរនេះនៅក្នុង project ដែលគេធ្វើនឹងច្រើនអញ្ចឹងវាឈ្មោះថា wish ណាហើយ whoosh បាទអញ្ចឹងខ្ញុំយកអាហ្នឹងមកអូខេនេះគឺយើងអាចសេរីបាទយើងចុចកន្លែងនេះមកយើងអាចសេរីលឿនឬក៏យឺតទៅតាមអ្វីដែលយើងចង់បានហើយវាត្រូវតែស៊ីទៅជាមួយនឹងអីគេទៅជាមួយនឹង effect របស់យើងលឿន effect របស់យើងដែរអូខេនេះអូខេប៉ុណ្ណឹងហើយបន្ទាប់មកទៀតយើងរើសនៅប្លង់ផ្សេងគ្នាយើងឃើញភាគច្រើនគឺគេមានច្រើនណានិយាយទៅខ្ញុំរៀបរាប់អស់ទេអាហ្នឹងឧទាហរណ៍ថាខ្ញុំចូលមកកាន់ transition ហើយខ្ញុំដាក់អានេះមកអញ្ចឹងអាហ្នឹងប្រភេទជា glitch paper អញ្ចឹងយើងរក paper មកហើយខ្ញុំបានរកមើលវាដែរនៅក្នុងបាទ audio ហើយខ្ញុំយក sound effect បាទអញ្ចឹងខ្ញុំយកអ្វីដែលយើងធ្លាប់បាន search ចំឈ្មោះវាគឺវានៅទីនេះបាទនៅទីនេះ click sound pop up mouse អូខេបើយើងអត់ទាន់ឃើញទេអត់ទាន់មានទេយើងដាក់ថា paper sound បាទ paper sound អញ្ចឹងយើងចុច search មក
ok chẳng dương ai đã năng bán và dương ai đã năng bán chẳng ở tiêu hó ok anh ấy vì ở toàn trâu thế vì ở toàn trâu tôi ta mà này vào trường thế phần đấy dương ai nấy dương ai tiền về clay bán tiền che máu cứ việc clay về và ok hai dương à cái này fit in fit out bên đây thầm mạch bên đây tha phê là dương chập đam trôn mất cứ oi viên lứ mà đong tay trẻ thì hả ok anh ấy fit out fit in thì hả là nhầm vô phần đấy hay fit out nhầm vô phần này cho cứ đôi kia nè ok phần năng chắc là cái này nữa dương ai đô ti tăng vì ở chân từ nhé và nơi clip nắng dương đô ti tăng vì chân từ phần năng chắc mà phone ai toàn bàn khai hay là biết là dương cắt video update hay video cho cứ tầm rung tầm mối đây là biết là bóp này này cả cắt cứ tầm mối đây phần là sầm khánh cứ dương vô bị là biết cắt đó ở lớp nhóm sừng kẹp merian màu vĩnh nơiក្នុងនេះទី1គឺយើងយល់ពី aspect ratio បាទទី2យើងជាប្រភេទ preset ដែលយើងចង់ជ្រើសរើសយើងកាត់ទៅបាទអានេះគេហៅថា preview your video for social media មានន័យថាមើលជាមុននៅក្នុងអា social media ហ្នឹងវាចេញមករបៀបម៉េចនេះគេប្រយ័ត្នជាមួយអារូប profile រូបបេះដូងរូបអីហ្នឹងតាក់ទងកន្លែងចំណុចសំខាន់ដូចជាខ្លឹមសារអក្សរអីហ្នឹងគឺគេអត់ឲ្យប៉ះទេ short អីចឹងទៅអានេះ preview ពេលដែលយើងកាត់មានន័យថាម៉េចមានន័យថាបើសិនជា computer យើងកម្លាំងគ្រៀងខ្សោយទេយើងកុំដាក់ដល់ full quality អាកន្លែងពេលដែល preview ហ្នឹងយើងអាចដាក់ថា medium ប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើងដាក់ទៅអារូបនេះអារូបនៅក្នុងហ្នឹងគឺពេលដែលយើងមើលគេចង់សម្ដៅពេលដែលយើងមើលពេលកាត់ធម្មតានេះពេលដែលយើង play ទៅនេះឃើញទេវារៀងអត់សូវច្បាស់ចឹងណាបាទប៉ុន្តែបើសិនជាយើងដាក់ high quality មើលទៅរៀងច្បាស់ជាងមុនបន្តិចប៉ុន្តែវានៅចឹងនៅ pixel ចឹងអញ្ចឹងខ្ញុំដាក់full quality មានន័យថាគុណភាពវីដេអូប្រមាណគឺយើងឃើញប៉ុណ្ណឹងនេះឃើញទេគឺយើងឃើញប៉ុណ្ណឹងដូចគ្នាអញ្ចឹងណាអញ្ចឹងយើងប្រើអាហ្នឹងវាជួយដែរសម្រាប់បងប្អូនដែលមានកុំព្យូទ័ររៀងទំហំតូចយើងគួរតែបិទអាហ្នឹងអូខេតោះអាហ្នឹងតាក់ទងនឹង aspect ratio ជាមួយនឹង transition នេះវាតែងតែចូលមកជាមួយនឹងaudio ប៉ុន្តែជា sound effect បាទ sound effect វាឲ្យយើងស៊ីគ្នាណាឲ្យវាជំនួយគ្នាចេះអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងនៅក្នុងមេរៀននេះគឺយើងលម្អិតម្ដងមួយ step ជួបគ្នាមេរៀនក្រោយ